តើដំណាំស្រូវត្រូវការថេរវេលាប្រមាណថ្ងៃរាប់ចាប់ពីស្រូវចេញផ្កាដំបូងមួយគូរហូតដល់ស្រូវរួយលំអងពេញស្រែបាទជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាតាមការសិក្សានិងការស្វែងយល់អំពីការអង្កេតជាទូទៅគឺបើសិនយើងនិយាយអំពីលក្ខណៈទាំងស្រុងនោះគឺស្រូវត្រូវការប្រហែលជា10ថ្ងៃទើបអាចចេញបានពេញលេញល្អនេះបើរាប់ពីសមត្ថភាពសារធាតុចិញ្ចឹមដែលពុកម៉ែបងប្អូនប្រើប្រាស់មានបទដ្ឋានត្រឹមត្រូវមានន័យថាស្រូវនឹងចេញស្រស់ល្អពីកន្សោមដង្ហើមឬផើមនឹងបាទអញ្ចឹងរាប់ពីថ្ងៃចេញផ្កាមួយគួរបែកចេញជាលំអងញីឈ្មោលបែបនេះរហូតដល់ស្រូវចាប់ផ្ដើមសំយ៉ងគួររៀងដាក់ទឹកដោះបន្តិចគឺមានថេរវេលាចំនួន10ថ្ងៃបាទនេះគឺជាការដែលចេញល្អប៉ុន្តែករណីខ្លះគឺមិនយ៉ាងនោះទេអាចរហូតដល់15ថ្ងៃលទ្ធផលគឺបញ្ជាក់ពីការប្រើប្រាស់សារធាតុចិញ្ចឹមមិនត្រឹមត្រូវឬក៏កង្វះសារធាតុចិញ្ចឹមដែលពុកម៉ែបងប្អូនដែលបានប្រើប្រាស់អញ្ចឹងកាលណាដែលចង់វាយតម្លៃទៅលើស្រូវមានជីវជាតិគ្រប់គ្រាន់ឬមិនគ្រប់គ្រាន់នោះគឺនៅដំណាក់កាលចេញផ្កានេះក៏ចាត់ទុកថាយើងអាចវាយតម្លៃបានដែរឧទាហរណ៍ថាស្រូវដែលផ្ដល់សារធាតុចិញ្ចឹមមិនគ្រប់គ្រាន់មិនត្រូវតាមបទដ្ឋានស្រូវចាប់ផ្ដើមចេញផ្កាហើយមួយចំណែកទៀតទើបតែនៅក្នុងដង្ហើមធំរៀបចេញនៅឡើយហើយមួយចំណែកទៀតនោះគឺត្រូវបានរួយលំអងហើយមួយចំណែកទៀតនោះគឺស្ទើរតែដាក់ទឹកដោះមានន័យថាមាន3 4ដំណាក់កាលបែបនេះនោះបញ្ជាក់ថាស្រូវរបស់ពុកម៉ែបងប្អូនប្រើប្រាស់សារធាតុចិញ្ចឹមទី1មិនគ្រប់គ្រាន់ទី2ប្រើមិនត្រឹមត្រូវអាចសម្បូរដោយអាស៊ូតឬក៏កង្វះសារធាតុផូស្វាតច្រើនដែលធ្វើឲ្យកម្លាំងនៃការចេញមិនបានដល់ទី3គឺអាចតាក់ទងនឹងបញ្ហាជំងឺដែលធ្វើឲ្យមានបញ្ហាមិនទាន់គ្នាមានន័យថានៅផ្ទៃស្រែទាំងមូលដើមស្រូវនីមួយៗមានជំងឺអត់ជំងឺមិនស្មើភាពគ្នានោះក៏តាក់ទងនឹងការគ្រប់គ្រងជីថ្នាំកសិកម្មរបស់ប្រជាកសិករមិនថាជាដំណាំស្រូវប្រាំងវស្សានោះទេបាទចំណែកស្រូវនៅក្នុងវីដេអូនេះគឺជាប្រភេទស្រូវផ្ការំដួលប្រភេទសទុងហើយការប្រើប្រាស់ជីគឺត្រឹមតែ125គីឡូក្រាមលើផ្ទៃដីកន្លះហិកតាដែលជាលក្ខណៈសមរម្យបំផុតនៅវីដេអូក្រោយខ្ញុំនឹងទៅថតម្ដងទៀតដើម្បីឲ្យពុកម៉ែបងប្អូនដឹងច្បាស់ថាតើស្រូវផ្ការំដួលនៅក្នុងវីដេអូនេះវាមានសមត្ថភាពផ្ដល់សារធាតុចិញ្ចឹមដែលកសិករដាក់ទៅបានត្រឹមត្រូវឬមិនត្រឹមត្រូវខ្ញុំនឹងធ្វើការវិភាគឲ្យពុកម៉ែបងប្អូនស្ដាប់កំសាន្តនិងការស្វែងយល់ឲ្យបានជាការកែលម្អក្នុងការដាំដុះបាទអញ្ចឹងគណៈពេលនេះគឺអរគុណចំពោះពុកម៉ែបងប្អូនដែលតាមដាន Channel YouTube របស់ខ្ញុំបាទ Follow Page និង Follow TikTok កន្លងមកសូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារពិសេសពុកម៉ែបងប្អូនដែលមានបំណងចង់ប្រើប្រាស់ជីបំពន់សញ្ញាស្ដេចឥន្ទ្រីមានទាំងប្រភេទទឹកគ្រាប់និងម្សៅផងនោះគឺអាចតាក់ទងតាមរយៈលេខទូរស័ព្ទនិង Telegram ដែលមាននៅក្នុងវីដេអូនេះឬក៏អាជីវករគ្រប់បណ្ដាខេត្តក្រុងមានបំណងចង់លើកលក់បន្តដើម្បីចែកចាយទៅដល់ប្រជាកសិករនៅក្បែរភូមិឋាននោះគឺអាចទំនាក់ទំនងសួរនាំអំពីតម្លៃនៃការកាត់ស្តុកផងដែរចឹងអរគុណជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយទៀត